ជំរាបសួរសួស្តីបងប្អូនទាំងគ្នាចាបងប្អូនទាំងគ្នាញ៉ាំមកដល់ទៀតហើយចាថ្ងៃនេះផងដែរខ្ញុំមានបង្អែមទុរេនចាទុរេនបុរាណណាបងប្អូនចាគេឈ្មោះថាទុរេនបុរាណចាមួយផ្លែសាច់ល្អហើយឈ្ងុយល្មុតទៀតផងបងប្អូនទាំងគ្នាចាហើយក៏មិនភ្លេចទៀតដែរបងប្អូនទាំងគ្នាញ៉ាំរបស់ខ្ញុំចាមកម្ហូបថ្ងៃនេះគឺមកជួគ្រឿងសាច់គោទៀតហើយបងប្អូនគឺថាអត់មានអីឆ្ងាយទេគឺមួយអាទិត្យហ្នឹងដូចខ្ញុំនិយាយតែអញ្ចឹងចាមកជួចា5ថ្ងៃចាសមមិញមកជួគ្រប់គ្រឿងថ្ងៃនេះមកជួគ្រឿងអញ្ចឹងណាបងប្អូនដោយសារការផ្សំគ្រឿងនិងវិធីផ្សំគ្រឿងដដែលចាអញ្ចឹងហើយខ្ញុំមកដាក់វីដេអូវែងទេបងប្អូនខ្ញុំដាក់វីដេអូដាក់ទឹកគួនចូលគឺឆ្អិនតែម្ដងអញ្ចឹងណាបងប្អូនអរគុណនេះចាហេខ្ញុំគាត់ទិញសរសៃកែងចាសរសៃកពួនជើងចាសាច់កពួនជើងចាយកមកឲ្យធ្វើចាគេហៅថាសាច់ស្រួយអញ្ចឹងណាយកមកឲ្យធ្វើសម្លម្ជូរគ្រឿងចាក៏ឲ្យស្លោសឹកម្កាក់តែខ្ញុំមិនបានឡើងផ្សារទេដោយសារនៅផ្ទះមានតកួនមួយដុំចាទិញមកថាទុកឆាញ៉ាំអញ្ចឹងបងចាអញ្ចឹងអត់បានឆាគាត់ឲ្យធ្វើម្ជូរគ្រឿងក៏ធ្វើម្ជូរគ្រឿងមកមុខហ្នឹងទៅចាឯចំណែកនេះវិញគឺស្ងោរសាច់ជ្រូកជាមួយនឹងស្ពៃក្តោបបងប្អូនអ្នកគ្នាចាគឺសម្រាប់កងចាកងគាត់ចាស់គាត់មិនអាចញ៉ាំចាស្លម្ជូរគ្រឿងឬក៏អីចាដូចយើងបានទេអញ្ចឹងខ្ញុំធៀមសម្លម្ជូរសម្លស្ងោរស្ពៃក្តោបមកមុខទៀតសម្រាប់គាត់អញ្ចឹងណាបងប្អូនអ្នកគ្នាចាបើគាត់ញ៉ាំស្ងោរបានក៏ញ៉ាំទៅចាញ៉ាំជូរគ្រឿងបានក៏ញ៉ាំទៅចាគឺមកមុខបន្តិចអីចឹងទៅចាបន្ទាប់ពីម្ជូរគ្រឿងខ្ញុំឆ្អិនហើយហ្នឹងចាខ្ញុំដាក់ស្ងោរខ្ញុំដាក់ស្ងោរស្ពៃខ្ញុំចាឲ្យរៀងទន់បន្លែតិចទៅចាខ្ញុំមកដួសសម្លម្ជូរគ្រឿងដាក់ឆ្នាំងសិនអញ្ចឹងណាបងប្អូនចាគឺតំណងគាត់ចង់ញ៉ាំអត់មកដល់គ្នាចាបន្ទាប់ពីដួសសម្លម្ជូរគ្រឿងហើយខ្ញុំមកដួសស្ងោររបស់យើងម្ដងចាស្ពៃក៏រៀងផុយល្មមនឹងគ្រឿងចាឈ្ងុយឆ្ងាញ់ហើយហ្នឹងចាល្មមគួរឲ្យចង់ញ៉ាំហើយចាគឺសាច់ជ្រូកច្រាមចាខ្ញុំមិនដាក់ដុំទេចាអញ្ចឹងស្ងោរខ្ញុំក៏ឆ្អិនចាសម្លម្ជូរគ្រឿងខ្ញុំក៏ឆ្អិនចាឆ្អិនហើយចាបន្តមកនេះបងប្អូនអរគុណទៅមើលខ្ញុំពុះទុរេនចាបង្អែមទុរេនរបស់ខ្ញុំចាទុរេនបុរាណណាបងប្អូនអរគុណចាសាច់ឆ្ងាញ់គឺល្មុតបងប្អូនអរគុណចាឡើងឈ្ងុយតែម្ដងចាមកផ្លែហ្នឹងគឺចូល4 3យប់ហើយបងប្អូនអរគុណបានទុំហ្នឹងគឺអាហៀខ្ញុំក៏ចោះចានឹងមកប្រឡោះហើយចាដើម្បីមើលសាច់ហ្នឹងទុំនៅចាក្របច្រើនណាបងប្អូនចាមកខ្លែបនេះគឺ6ចាមកជួនមកខ្លែបនេះគឺបាន6គ្រាប់ចាគឺគ្រាប់ស្វិតទេបងប្អូនអរគ្នាចាគឺសាច់ល្មុតឆ្ងាញ់ចាអរគុណច្រើនសម្រាប់បងប្អូនអរគ្នាចាដែលបានទស្សនាវីដេអូញ៉ាំចាសម្លម្ជូរគ្រឿងនិងស្ងោរស្ពៃក្តោបចានិងការពុះទុរេនបុរាណរបស់ខ្ញុំតាំងពីដើមរហូតចាប់ដល់ដែរចាអរគុណច្រើនជម្រាបលា